សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបធ្វើរូបភាព AI ដែលមានលក្ខណៈជា poster ហើយមានរូបមុខយើងផ្ទាល់ដូចរូបភាពនេះរបៀបទី1គឺយើងត្រូវមានកម្មវិធីចាត់ Chat GPT ជាមុនសិនបើយើងមានហើយយើងចូល Chat GPT ហ្នឹងទៅហើយយើង select ទៅលើសញ្ញាបូកយករូបភាពដែលយើងចង់ដាក់ហើយ select រូបភាពនោះទៅបន្ទាប់មកយើងវាយប្របពាក្យដែលយើងបានត្រៀមទុកនោះចង់បងប្អូនអាចវាយតាមឬក៏ copy paste ពីព្រមរបស់ខ្ញុំបាទក្រោយពីយើងបានព្រមនឹងហើយយើងចុច enter យើងរងចាំប្រហែលជា3ទៅ5នាទីវានឹង generate រូបភាពនោះឲ្យយើងបន្ទាប់ពីបានរូបនេះហើយយើងអាចចុចទៅលើរូបភាពនៅចុះហើយយក save ទុករបៀបទី2បងប្អូនទៅចូល Siri ហើយវាយពាក្យAI face swap បន្ទាប់មក select យក multi swap face ហើយបន្ទាប់មក click យក upload photo ដំបូងបងប្អូនជ្រើសរើសយក photo រូបដែលយើងបាន generate ពី ChatGPT ជាមុនសិនបន្ទាប់មកបានយើង select យករូបភាពរូបយើងទី1គឺរូបរបស់យើងហើយបន្ទាប់មកយករូបទី2ក៏យករូបរបស់យើងនឹងដែរហើយរួចហើយយើង start multi face swapping បន្ទាប់មកយើងរងចាំតែ1នាទីយ៉ាងយូរវានឹង generate ឲ្យយើងរូបភាពយើងមើលហើយមើលទៅឃើញមុខដូចយើងវាបិទណាហ្នឹងហើយបន្ទាប់មកយើង select ទៅលើវាជាប់ទៅហើយយើង save ទុកជាការស្រេចឬក៏បងប្អូនចុចយក download ក៏បានក្រោយពីយើងបាន save រូបនឹងទុករួចយើងអាចឆែករូបភាពដែលយើងបាន save ទុកនៅក្នុង gallery រូបរបស់យើងនៅក្នុងនោះជាការស្រេចអញ្ចឹងបងប្អូនយល់បានឬនៅសាកបងធ្វើអញ្ចឹងមើលឃើញរូបភាពដូចអញ្ចឹងទេបាទសូមអរគុណ You may know my name, but not my story. You can see my face, but not my scars. You can hear my